សូមគោរពជំរាបសួរដល់ប្រិយមិត្តអ្នកសិក្សាទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងសិក្សាទៅលើរបៀបនៅក្នុងការ copy ស្លឹកកិច្ចការរបស់យើងឲ្យស្ថិតនៅក្នុងទម្រង់ដដែលអញ្ចឹងជាទូទៅយើង copy ភាគច្រើនយើងប្រើshortcut Ctrl C Ctrl V yes ចឹង Ctrl C ហ្នឹងស្មើនឹង copy Ctrl V ស្មើនឹងពាក្យថា paste អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងពន្យល់តទៅនឹងរបៀបនៅក្នុងការ copy ធ្វើឲ្យឲ្យវាស្ថិតនៅក្នុងទម្រង់ដដែលអត់ប្រែប្រួលអញ្ចឹងជាទូទៅដល់ពេលដែលយើង copy ឧទាហរណ៍ថាឯកសារខ្ញុំមានអញ្ចឹងខ្ញុំដល់ពេលដែលយើង copy ទៅគឺយើងប្រើ Ctrl C ហើយ Ctrl V គឺវានឹងប្រែប្រួលyes ឃើញអត្តរាងរបស់យើងគឺវាប្រែប្រួលបែបនេះអញ្ចឹងដើម្បីកុំឲ្យវាប្រែប្រួលយើងត្រូវធ្វើម៉េចឥឡូវយើងទៅមើលទាំងអស់គ្នាអញ្ចឹងដើម្បីប្រើការ copy ហ្នឹងកុំឲ្យវាប្រែប្រួលគឺដំបូងយើងត្រូវselect លើតន្ន័យដែលយើងចង់ copy សិន yes យើង select ទៅលើតន្ន័យមកខ្ញុំកុំចង់ copy ប៉ុណ្ណឹង yes អូខេបន្តមកទៀតយើង Ctrl C ឬក៏យើងចុចmouse ស្ដាំទៅលើអ្វីដែលយើងបាន select ហ្នឹងហើយយកពាក្យថា copy បន្តមកទៀតយើងទៅយកទៅកន្លែង paste ឧទាហរណ៍ខ្ញុំ paste នៅក្នុង set tool ហើយកន្លែងនេះយើងដាក់ cursor កន្លែងនេះយើងចុច mouse ស្ដាំបន្តមកទៀតយើងមើលកន្លែងនេះកន្លែង paste special នេះកន្លែង paste special នេះយកកន្លែងcolumn width ហើយយកពាក្យថា OK បន្តមកទៀតវានឹងលោតទម្រង់បែបនេះទម្រង់ដូចអ្វីដែលយើងបាន copy មិញហ្នឹង cell យើង merge ឲ្យយើងមកស្អាតដូចមិញអញ្ចឹងបន្តមកទៀតគឺយើងចុចmouse ស្ដាំយកពាក្យថា paste នេះទី1ហ្នឹងអញ្ចឹងទម្រង់របស់យើងគឺវាស្ថិតនៅទម្រង់ដដែលបើអត់ប្រែប្រួលទេអូខេអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងដែលចង់ចែករំលែករបៀបនៅក្នុងការ copy អត្ថបទឬក៏ cell របស់យើងកុំឲ្យប្រែប្រួលបាទអរគុណច្រើនយើងនឹងជួបគ្នាវីដេអូបន្ទាប់បាទអរគុណច្រើនបាយបាយ